3 យ៉ាងនាំឲ្យឈឺច្រើនបាទសូមបងប្អូនជួយចុច Subscribe ឬចុចអក្សរជាបាទដើម្បីទំនាក់ទំនងឬទទួលព័ត៌មានឬវីដេអូថ្មីពីរូបខ្ញុំទៀតណាបាទហ្នឹងហើយបាទ3យ៉ាងនាំឲ្យឈឺច្រើនបាទអឺយើងសពថ្ងៃមិនថារូបបងប្អូនឬរូបខ្ញុំអ្វីដែលសំខាន់នៅក្នុងខ្លួនរបស់យើងឬនៅក្នុងជីវិតរបស់យើងហ្នឹងគឺវាសំខាន់ច្រើនគ្រប់ផ្នែកហ្នឹងវាមិនមែនថាតែផ្នែកណាមួយប៉ុន្តែថាផ្នែកដែលសំខាន់ខ្លាំងជាងគេគឺសុខភាពបាទអញ្ចឹង3យ៉ាងនាំឲ្យឈឺច្រើនហ្នឹងមានន័យថាបើសិនជាយើងឈឺច្រើនគឺសុខភាពយើងខ្សោយសុខភាពយើងមិនល្អសុខភាពយើងធ្លាក់ចុះហើយបាទតែកាលណាសុខភាពយើងមិនល្អតែកាលណាយើងរវល់តែឈឺសូម្បីតែការគិតសូម្បីតែការនិយាយការធ្វើក៏យើងអត់ចង់ដែរបាទយើងអត់ចង់ដែរពីព្រោះយើងវក់វីនឹងការឈឺណាបាទវក់វីនឹងការឈឺបាទអញ្ចឹងហើយសូមបងប្អូនគិតពិចារណានិងប្រតិបត្តិនៅរឿងណាល្អរឿងណាដែលមិនល្អគឺយើងការពារយើងព្យាយាមជៀសវាងអញ្ចឹងណាបាទតែដើម្បីកុំឲ្យវែងឆ្ងាយខ្ញុំសូមចូលរួម3យ៉ាងដែលនាំឲ្យឈឺច្រើនឬនាំឲ្យសុខភាពមិនល្អហ្នឹងណាបាទទី1នោះគឺថ្នាំជក់បាទថ្នាំជក់ហ្នឹងគឺយើងសំដៅទៅលើបារីហ្នឹងបាទជក់បារីហ្នឹងហើយបាទអញ្ចឹងហើយបើសិនជាយើងជាអ្នកជក់បារីអីបាទអាចយើងគូឈប់ទៅណាបាទព្រោះផ្សែងបារីវាធ្វើឲ្យស៊ូតវាធ្វើឲ្យសរីរាង្គយើងមានបញ្ហាបាទខ្ញុំក៏នៅចូលរួមគោលអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងបើសិនជាយើងអាចកាត់បន្ថយឬវិឈប់ទៅបាទទី1គឺថ្នាំជក់ហ្នឹងបាទហើយទី2គឺស្រាបាទទី2គឺស្រាអញ្ចឹងហើយជាទូទៅនៅក្នុងសង្គមយើងសពថ្ងៃវាស្ទើរតែយកស្រានឹងជាសំខាន់ជាត្រីមុខហើយនៅពេលណាដែលជួបគ្នាក្តីឬពេលកើតទុកឈឺចាប់សบายចិត្តសบายចិត្តក៏ផឹកស្រាឈឺចាប់ក៏ផឹកស្រាអញ្ចឹងណាដូចរឿងមួយគេនិយាយលេងថាពេលជួបគ្នាពេលស្រឡាញ់គ្នាពេលរៀបការក៏ផឹកស្រាដល់ពេលឆ្លោះគ្នាក៏ផឹកស្រាដល់ពេលបែកគ្នាក៏ផឹកស្រាឈឺចាប់ក៏ផឹកស្រាបាទអញ្ចឹងហើយសូមបងប្អូនដែលចូលចិត្តពិសាស្រាហ្នឹងគូឬមួយក៏ត្រូវកាត់បន្ថយឬបើអាចឈប់កាន់តែល្អណាស្រាបាទសូមបងប្អូនពិចារណាយើងហូបអ្វីដើម្បីសុខភាពដើម្បីកុំឲ្យយើងឈឺច្រើនយើងកុំហូបអ្វីចេះតែហូបឈឺអីឈឺទៅហ្នឹងមិនកើតទេបាទអត់កើតទេណាបាទនៅចិត្តផ្ទះខ្ញុំមួយហ្នឹងគឺហូបស្រាថ្នាំហូបជាប្រចាំឥឡូវនឹងដូរឈាមផងឈឺច្រើនមុខបាទជាការពិតហ្នឹងមិនខ្ញុំចេះតែបំផ្លើសនៅក្នុងការនិយាយណាបាទទី2គឺស្រាហើយទី3គឺភេសជ្ជៈបាទភេសជ្ជៈហ្នឹងគឺជាទូទៅហើយវិជាពលរដ្ឋយើងសង្គមយើងចូលចិត្តហូបលេងភេសជ្ជៈបើកម្លាំងហ្នឹងបាទភេសជ្ជៈបើកម្លាំងណាផ្អែមលើសហ្នឹងគេហៅផ្អែមលើសផ្អែមជ្រុលបាទអញ្ចឹងហើយបងប្អូនចូលចិត្តហូបអាហ្នឹងកាត់បន្ថយទៅមួយថ្ងៃធ្លាប់2កំប៉ុងធ្លាប់3កំប៉ុងកាត់បន្ថយទៅហើយបើអាចអីឈប់ហូបទៅបាទបដូរមកហូបទឹកក្រូចអីធម្មតាអីចឹងណាកុំហូបភេសជ្ជៈបើកម្លាំងនឹងច្រើនពេកបាទព្រោះហ្នឹងវាបង្កជាជំងឺធ្វើឲ្យយើងឈឺច្រើនលើសឈាមលើសជាតិស្ករទឹកនោមផ្អែមអីសពបែបសពយ៉ាងហើយយើងដឹងហើយធម្មតាថាបើយើងឈឺយើងចង់ធ្វើអីក៏ធ្វើមិនកើតយើងចង់ជួយអីកូនជួយចៅក៏ជួយមិនកើតតែផ្ទុយទៅវិញបកឲ្យកូនចៅបកឲ្យពុកម្ដាយនឹងពិបាកដោយសារយើងវិញទេបាទអញ្ចឹងខ្ញុំសូមចូលរួមត្រឹមប៉ុណ្ណឹងទេសូមបងប្អូនប្រយ័ត្នប្រយែងចំពោះបញ្ហា3ហ្នឹងចំពោះរឿង3ហ្នឹងណាបាទដើម្បីធ្វើម៉េចកុំឲ្យយើងឈឺច្រើនដើម្បីធ្វើយ៉ាងម៉េចឲ្យសុខភាពយើងនឹងនៅល្អថិតថេរដើម្បីសម្រាប់
យើងធ្វើការងារឲ្យជីវិតយើងបានខ្ពង់ខ្ពស់មានមុខមានមាត់ថ្លៃថ្នូរបាទខ្ញុំសូមចូលរួមត្រឹមប៉ុណ្ណឹងបាទសូមអរគុណបាទ